City Alliance ការរៀបចំបណ្ដាញអង្គការសង្គមស៊ីវិលនៅតំបន់អាស៊ីអាគ្នេយ៍លើកកម្ពស់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនិងការគោរពសិទ្ធិមនុស្សបង្កើតបណ្ដាញអង្គការសង្គមស៊ីវិល CSO ដែលរួមបញ្ចូលសមាជិកមកពីប្រទេសនានាដើម្បីជំរុញការអភិវឌ្ឍសង្គមនិងលើកកម្ពស់សិទ្ធិមនុស្សប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះបើតាមការលើកឡើងពីលោកស្រីបណ្ឌិត Brigitte Homan តំណាងអង្គការ City Alliance ព័ត៌មានលម្អិតជម្រាបជូនដោយលោកសំរិទ្ធតូណា WCV បើតាមការបញ្ជាក់ពីលោកស្រីបណ្ឌិត Brigitte Homan តំណាងអង្គការ City Alliance បានលើកឡើងកាលពីថ្ងៃទី26ខែមិថុនាឆ្នាំ2025ថាអង្គការផ្ដោតទៅលើការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពជាពិសេសនៅអាហ្វ្រិកចាប់តាំងពីឆ្នាំមុននោះពួកគេបានចាប់ផ្ដើមគំនិតផ្ដួចផ្ដើមច្រករវាងមេគង្គដោយសហការជាមួយទីក្រុងនិងរដ្ឋាភិបាលនៅថៃកម្ពុជានិងវៀតណាមដើម្បីជំរុញការអភិវឌ្ឍនិងគោរពសិទ្ធិមនុស្សនៅតំបន់ទីក្រុងប្រកបដោយបរិយាបន្ននៅអាស៊ីអាគ្នេយ៍ Cities Alliance, which is a global organization working on inclusive and sustainable urban development. Our main portfolio is in Africa, but since last year we have a new initiative, which is the Urban Mekong Corridor Initiative. And there we are working in countries as Laos, Thailand, Cambodia and Vietnam. អង្គការ City Alliance ដែលជាអង្គការសកលបានរៀបចំកិច្ចប្រជុំរួមមួយគឺដើម្បីបង្កើតបណ្ដាញអង្គការសង្គមស៊ីវិល CSO មកពីប្រទេសកម្ពុជាឡាវនិងប្រទេសវៀតណាមកាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2025នៅខេត្ត Canter ប្រទេសវៀតណាម Xin chào, tôi là Trang đến từ Việt Nam. Thì giờ thì tôi đang công tác tại tổ chức Merrier International, là một tổ chức phi chính phủ quốc tế. Thì hiện giờ tổ chức phi chính phủ của bên em là đang thực hiện dự án tại 3 tỉnh ở Việt Nam. លោកស្រីចាំងធ្វើការនៅ Merrier International ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនៃទីក្រុង Canter ប្រទេសវៀតណាមដោយលោកស្រីបានលើកឡើងថាខ្ញុំគិតថាការប្រជុំថ្ងៃនេះមានន័យណាស់សម្រាប់ខ្ញុំអាចរៀនសូត្រនិងបង្កើនចំណេះដឹងបន្ថែមទៀតទាក់ទងទៅនឹងអង្គការសង្គមស៊ីវិល là Cần Thơ, Hậu Giang và Vĩnh Long. Hôm nay em rất là vui khi có cơ hội được gặp mặt bên City Alliance và có một buổi trao đổi với họ. Thì em rất là លោកស្រីក៏បានបន្តទៀតថាលើសពីនេះទៅទៀតវាជារបៀបបង្កើតបណ្ដាញអង្គការសង្គមស៊ីវិលតាមរយៈកិច្ចប្រជុំនេះខ្ញុំសង្ឃឹមថានៅពេលអនាគតនឹងមានកិច្ចពិភាក្សាបន្ថែមទៀតដើម្បីអាចកសាងនិងធ្វើឲ្យប្រសើរឡើងនៅអ្វីៗដែលតាក់ទងទៅនឹងសិទ្ធិស្ត្រីនិងការអភិវឌ្ឍរបស់កុមារ การมาเฮียนฮู้ในครั้งนี้ก็เป็นได้เฮียนฮู้หลายอย่างโดยเฉพาะไปเฮียนฮู้อยู่ทางกันประเทศกัมพูชาเนาะก็ได้เฮียนฮู้ว่าทาง CSO กัมพูชาก็คือองค์การจัดตั้งสังคมกัมพูชาได้มีการสนับสนุนบรรดาชุมชนหรือว่าชาวบ้านที่ย้ายถิ่นฐานมาจากលោកអំផនសវណ្ណាឡាត់ជានាយកអង្គការ ARMI មកពីប្រទេសឡាវចាប់អារម្មណ៍ក្នុងការផ្លាស់ប្ដូរបទពិសោធន៍និងរៀនសូត្រដើម្បីកែលម្អជីវភាពប្រជាជនលោកសង្កត់ធ្ងន់ទៅលើកិច្ចសហការជាមួយរាជរដ្ឋាភិបាលវិស័យឯកជននិងស្ត្រីដើម្បីគ្រប់គ្រងនិងលើកកម្ពស់ជីវភាពព្រមទាំងគាំទ្រសហគមន៍លោកជឿថាមេរៀនទាំងនេះអាចអនុវត្តដើម្បីបង្កើតបណ្ដាញនិងពង្រឹងការទំនាក់ទំនងនៅក្នុងប្រទេសឡាវលោកស្រីគូស៊ីណាជាប្រធានកម្មវិធីនៅអង្គការអភិវឌ្ឍស្ត្រីក្រីក្រក្នុងទីក្រុងមានភាពសប្បាយរីករាយដោយបានរៀនសូត្រពីមិត្តភ័ក្តិនៃអង្គការនានាតាមដងទន្លេមេគង្គផ្ដោតទៅលើការងារសង្គមបរិស្ថាននិងការដោះស្រាយបញ្ហារួមគ្នាលោកស្រីបានស្គាល់និងរៀនសូត្រពីមិត្តភ័ក្តិពីប្រទេសកម្ពុជាវៀតណាមនិងប្រទេសឡាវបានផ្លាស់ប្ដូរចំណេះដឹងនិងក្រុមធ្វើការរួមគ្នាសម្រាប់សង្គមនៅពេលអនាគត ខ្ញុំបានរៀនសូត្រពីមិត្តភ័ក្តិរបស់យើងនៅប្រទេស
វៀតណាមតាក់ទងទៅនឹងសកលវិទ្យាល័យដែលគាត់ធ្វើការងារជាមួយនឹងក្រុមយុវជនក៏ដូចជាជាមួយនឹងបណ្ដាញការងារផ្សេងៗដើម្បីដោះស្រាយបញ្ហានៅតាមដងទន្លេមេគង្គហើយនឹងបានសិក្សារៀនសូត្រអំពីអ្វីជាដែលគេហៅថាសម្ព័ន្ធទីក្រុងនិងកម្មវិធីផ្សេងៗដែលនឹងធ្វើការជាមួយគ្នានៅថ្ងៃអនាគតខ្ញុំសម្រាប់ខ្ញុំបានជួបនឹងមិត្តភ័ក្តិដែលមកពីអង្គការ WCV មកពីខេត្តកញ្ចេះដែលគាត់ធ្វើការទៅលើ media ព័ត៌មានហើយនឹងអង្គការធ្វើការទៅលើយុវជនតាក់ទងទៅនឹងការតស៊ូមតិសម្រាប់យុវជនទៅលើការសិក្សាអប់រំដែលមានឈ្មោះថា CCYMCR ដែលមានបទពិសោធន៍វ័យក្មេងប៉ុន្តែពូកែធ្វើការជាមួយនឹងក្រុមយុវជនដើម្បីឲ្យយុវជនយើងមានសក្តានុពលនៅក្នុងការងារនៅក្នុងសង្គមរបស់យើងហើយមិត្តភ័ក្តិដែលបានមកពីដែលជួយមកពីប្រទេសខ្មែរនិងមិត្តភ័ក្តិដែលនៅវៀតណាមហើយនិងមិត្តភ័ក្តិដែលនៅប្រទេសឡាវគឺបានធ្វើការរួមគ្នាហើយយល់ដឹងគ្នាច្រើនហើយយើងនឹងធ្វើការជាមួយគ្នានៅថ្ងៃអនាគតដើម្បីសង្គមទាំងអស់គ្នាគួរបញ្ជាក់ថាការបង្កើតបណ្ដាញសង្គមស៊ីវិល CFO ពីប្រទេសកម្ពុជាប្រទេសឡាវនិងប្រទេសវៀតណាមផ្ដល់អត្ថប្រយោជន៍សំខាន់ៗក្នុងការផ្លាស់ប្ដូរចំណេះដឹងពង្រឹងសមត្ថភាពតស៊ូមតិទាក់ទាញធនធាននិងជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនដែលធ្វើឲ្យបណ្ដាញនេះជួយឲ្យអង្គការសង្គមស៊ីវិលរឹងមាំនិងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារួមគ្នាបាទទស្សនិកជនទៅបានស្ដាប់និងទស្សនានៅបទសម្ភាសន៍រវាងខ្ញុំបាទសមរិទ្ធ ណា WCV ធ្វើសេចក្តីរាយការណ៍ពីខេត្ត Canter នៃប្រទេសវៀតណាមពាក់ព័ន្ធទៅនឹងសិក្ខាសាលាមួយដែលមានការអញ្ជើញមកពី3ប្រទេសគឺមានប្រទេសវៀតណាមប្រទេសកម្ពុជានិងប្រទេសឡាវបាទនៅពេលនេះខ្ញុំបាទសមរិទ្ធ ណា WCV ក៏សូមអរគុណនិងសូមគោរពលា